ជាសួរលោកគ្រូខ្ញុំឈ្មោះសានយានជានិស្សិតឆ្នាំទី2នៃមហាវិទ្យាល័យវិទ្យាសាស្ត្រកុំព្យូទ័រថ្ងៃនេះខ្ញុំមកធ្វើវីដេអូពីការដំណើរមកទិញនៅក្នុង Winbox ដូចជាដំបូងចូលទៅក្នុង Winbox ហើយចុច refresh ហើយចុច double click លើ mask address ហើយឥឡូវយើងចូលទៅ grid ចូលទៅ news ហើយយើងដូរឈ្មោះ name ហ្នឹងទៅជា IT department ចុច OK ទៅ news មួយទៀតហើយដូរឈ្មោះទៅ accounting ចុចជួអូខេចុចអូខេហើយយើងចូលទៅ thought news ហើយយើងជ្រើសយក internet 2 IT department news មួយទៀតយក internet 3ចុចអូខេបាទហើយចុច news មួយទៀតចូល internet 4យក accounting ហើយអូខេហើយចុច news មួយទៀតយក internet ចុចហើយចាំតែចុច close internet 5ហើយចុច accounting ចុចអូខេចឹងឥឡូវយើងចូលទៅ IP address news ចឹង IP address យើងយក192.168.133.1/24ហើយយក interface IT department អូខេចុចមួយទៀតយក IP address 193.123.1/24យក interface accounting អូខេចឹងឥឡូវយើងចូលទៅ DHCP server ចូលទៅ DHCP setup ហើយយើងរើសយក IT department ចុច next ទៀតហើយនេះយើងយកត្រឹម50ហើយចុច next ទៀតនេះយើងយក4ដើមហើយចុច next ទៀតនេះយើងយក3ម៉ោងnext ហើយចុចចូល DHCP server យើងចូលទៅDHCP setup យើងរើសយក accounting ចុច next ហើយនេះយើងយកត្រឹម101ចុច next នេះយើងយក4ដើមដែរហើយចុច next ទៀតមកហើយម៉ោងយក3ម៉ោងដូចគ្នាចុច next ឥឡូវហើយអីចឹងយើងចូលទៅឆែកមើលថា marketing ហ្នឹងបានបោះ IP ទៅកាន់កុំព្យូទ័រនៅជាចុច Windows O CMS IP សំពេចមកចុច Enter ចឹងឥឡូវវាបានបោះចូលហើយមកខទី2ចឹងជាចុងក្រោយសូមអរគុណលោកគ្រូនិងមិត្តភក្តិអរគ្នាដែលបានមើលវីដេអូនេះនៅពីដើមរហូតដល់ចប់អរគុណច្រើន